សាច់រឿងយើងក៏កាន់មកដល់កន្លែងមួយទៀតហើយដល់ឃើញចាំងយូយើងកំពុងតែនិយាយថាពិតជាស្រួលខ្លួនខ្លាំងមែនតើសូមអ្នកធ្វើម៉ាស្សាខ្ញុំឲ្យខ្លាំងបន្តិចទៅមើលតើអ្នកមិនទាន់បានញ៉ាំបាយទេមែនទេបានជាកម្លាំងអ្នកសោយយ៉ាងនេះចំណែកឯអ្នកម៉ាស្សាហ្នឹងគឺជាលោកគ្រូលីនយើងនេះឯងកំពុងតែម៉ាស្សាឲ្យជាងយូយើងនេះដោយសារតែគាត់ធ្វើបែបនេះនោះគឺដោយសារតែអ្នកនាំសារនោះមុនទៅវិញគេបាននិយាយប្រាប់លោកគ្រូលីនថាហើយលោកគ្រូលីនមើលថាជាងយូយើងឲ្យបានល្អកុំឲ្យគេមានរបួសស្លាកស្លាមអីបន្តិចឲ្យសោះហើយនៅភាពមុនហ្នឹងខ្ញុំភ្លេចប្រាប់អាកន្លែងហ្នឹងផងដែរហើយនៅពេលហ្នឹងជាងយូយើងក៏បានសុំលោកគ្រូលីនសុំទៅកន្លែងបណ្ណាល័យកន្លែងដាក់សិភៅក្បាច់គុណអីចឹងណាដោយសារតែលោកគ្រូលីនបានតមកជាមួយនឹងជាងយូពេលនោះជាងយូក៏ធ្វើជាអន់ចិត្តហើយនឹងរត់នឹងសម្លាប់ខ្លួនក៏ប៉ុន្តែលោកគ្រូលីនរបស់យើងក៏បានហាប់គាត់តាន់លោកគ្រូលីនពេលហ្នឹងក៏បានគិតកញ្ចិត្តផងដែរគាត់គិតកញ្ចិត្តថាគង់តែបេសកជនដែលអ្នកនាំសារនោះបានបញ្ជាគាត់ឲ្យធ្វើបែបនេះទេគង់អីគាត់សម្លាប់ជាងយូយើងចោលតាំងពីយូរហើយនៅពេលនោះផងដែរគាត់ក៏អនុញ្ញាតឲ្យជាងយូយើងតើតែម្ដងទៅនៅពេលដែលជាងយូនិងលោកគ្រូលីនកំពុងតែនិយាយគ្នាហ្នឹងក៏មានសិស្សមួយចំនួនក៏បានមកមើលផងដែរហើយក៏មានសិស្សម្នាក់បានស្គាល់ថានោះគឺជាតាណាម្នាក់ទៀតក៏បានប្រាប់ថាតើឯងមិនស្គាល់គាត់ទេគាត់គឺជាជាងយូដែលគឺជាសិស្សកម្ពុជាលេខ1នៅក្នុងនិកាយហុងពូយើងហើយខ្ញុំប្រាប់ឯងទៅចោះជាងយូគឺជាមនុស្សដែលគួរឲ្យខ្លាចសូមអ្នកកុំដើរចិត្តគាត់អីបុរសម្នាក់ដែលមិនស្គាល់ជាងយូយើងនឹងក៏បាននិយាយថាមើលទៅគាត់ដូចជាមិនមានអ្វីធ្វើឲ្យខ្ញុំភ័យខ្លាចតតែតក៏ប៉ុន្តែអាសិស្សមួយទៀតដែលគាត់ជាងយូយើងច្បាស់ណាស់ក៏បាននិយាយថាអ្នកក៏មើលងាយគាត់អីណាបើសិនជាគាត់ខឹងសម្បានោះគាត់នឹងរត់សម្លាប់ខ្លួនហើយលោកគ្រូនាយកនឹងដែលជាលោកគ្រូលីននឹងក៏មកជួយផងដែរអ្នកណាធ្វើឲ្យជាងយូយើងខឹងឬក៏អាសម្បូរចិត្តនោះគាត់នឹងសម្លាប់ចោលទាំងអស់សូមអ្នកកុំសូវនៅចិត្តជាងយូយើងអីវាពិតជាគួរឲ្យភ័យខ្លាចណាស់បរិម្នាក់នេះគួរឲ្យភ័យខ្លាចតពីនោះមកសាច់រឿងយើងក៏កាន់មកដល់កន្លែងមួយផងដែរហើយយើងមើលឃើញជាងយូយើងកំពុងទៅដល់ឈ្មោះទៅកន្លែងមួយហើយនៅពេលនោះយើងក៏បានឃើញបរិម្នាក់កំពុងតែហាមឃាត់ជាងយូយើងក៏ប៉ុន្តែគាត់ឃើញជាងយូយើងហើយហាក់ដូចជាស្គាល់គាត់បានឃើញកាយវិការបែបនេះរូបរាងបែបនេះកាន់អាវុធបែបនេះរនឹងធ្វើអត្តឃាតខ្លួនឯងគឺជាជាងយូយើងតើមែនទេហើយនៅពេលនោះផងដែរក៏មានព្រឹទ្ធាចារ្យមួយបានដើរចេញមកក៏និយាយថាជាងយូមែនទេជាងយូយើងក៏បានគ្រប់ដោយគួរសមពេលនោះព្រឹទ្ធាចារ្យមួយនោះក៏បាននិយាយទៅជាងយូយើងថាគាត់បានឃើញជាងយូយើងដូចជាផ្លាស់ប្ដូរបានច្រើនហើយក៏នៅថ្មីនេះគាត់ក៏ឮពាក្យចចាមអារ៉ាមចេញពីជាងយូយើងច្រើនផងដែរជាងយូយើងក៏តបពេញថាគួរឲ្យខ្មាស់អៀនណារឿងចចាមអារ៉ាមកពីកប៉ុកតែប៉ុណ្ណោះនៅពេលហ្នឹងតាព្រឹទ្ធាចារ្យម្នាក់ក៏បានហុចកូនសោមកឲ្យទៅចៅយូយើងផងដែរដែលថានេះគឺជាកូនសោបើកបន្ទប់បណ្ណាល័យបន្ទប់សិភៅក្បាច់គុណអីគេហ្នឹងហើយកូនសោម្នាក់គឺចាក់នៅបន្ទប់ជាន់ទី3ជាងយូយើងក៏បានយកសោហ្នឹងហើយក៏បានអរគុណគាត់ផងដែរហើយយើងក៏ស្គាល់ឈ្មោះព្រឹទ្ធាចារ្យហ្នឹងផងដែរជាងយូយើងហៅគាត់ថាគឺជា Elder Wu ពេលហ្នឹង Elder Wu ក៏បាននិយាយក្នុងចិត្តផងដែរដោយគាត់និយាយថានាយកលៀនណាខ្ញុំជួយអ្នកបានតែប៉ុណ្្នឹងទេរឿងយ៉ាងម៉េចយ៉ាងម៉េចទៀតក៏ខ្ញុំមិនអាចជួយអ្នកបានដែរហើយពេលហ្នឹងជាងយូយើងក៏បានធ្វើដំណើរមកដល់ផងដែរហើយខ្ញុំសូមហៅកន្លែងនោះថាគឺជាសាលនៃដាក់សភៅក្បាច់គុណហ្មងទៅបន្ទាប់ពីជាងយូដើរមកដល់ហើយគាត់ក៏បានកលែកមើលជុំវិញខ្លួនដោយឃើញសៀវភៅក្បាច់គុណជាច្រើនគាត់សប្បាយចិត្តខ្លាំងណាស់ជាងយូថាសៀវភៅក្បាច់គុណទាំងអស់នេះសុទ្ធតែជាចំណីរបស់គាត់ទាំងអស់ប្រហែលជាគាត់នឹងចង់រៀនសៀវភៅក្បាច់គុណនេះទាំងអស់ហើយមើលទៅអ្នកនៅចិត្តចឹងឃើញជាងយូហើយក៏បានស្គាល់ដែរក៏និយាយថាយើងកុំសូវនៅចិត្តគាត់អីហើយនៅពេលហ្នឹងផងដែរសាច់រឿងគេក៏បានប្រាប់ពីកម្រិតនៃការហ្វឹកហាត់ក្បាច់គុណផងដែរដែលមានដូចជាកម្រិតមនុស្សសាមញ្ញកម្រិតវិញ្ញាណកម្រិតដាកម្រិត Holy កម្រិតតាវនិងកម្រិតអមតៈនិយាយទៅវាបែងចែកជា6កម្រិតចំណែកឯកម្រិតដែលខ្ញុំអានអត់អាចវិញខ្ញុំអានអង់គ្លេសអញ្ចឹងទៅដូចជា Dark ហើយ Holy អីគេហ្នឹងហើយសូមអធិស្ឋានហៅអ្នកគ្នាខ្ញុំមិនអ្នកចេះអង់គ្លេសអីទេហើយនៅពេលនោះផងដែរចៅយូយើងក៏បាននិយាយថាជាន់ទី1ដូចជាមិនមានសភៅដែលគាត់ត្រូវការទេគាត់ក៏ដើរទៅជាន់ទី2ផងដែរក៏ប៉ុន្តែគាត់ឃើញទ្វារជាន់ទី2ដូចជាមានពន្លឺអ្វីពិតជាខ្លាំងមែនទែនគាត់ក៏ឆ្ងល់ថាតើអាហ្នឹងគឺជាអ្វីទៅគាត់ក៏ខំបើកវាផងដែរក៏ប៉ុន្តែបើកវាមិនបានទេហើយភ្លាមៗក៏មានសិស្សម្នាក់បានដើរមកឌឺដងទៅគាត់ដែលថាកម្លាំងរបស់ឯងគឺមិនគ្រប់គ្រាន់ដើម្បីបើកទ្វារនេះទេហើយខ្ញុំសូមប្រាប់ឯងទៅចុះដើម្បីបើកទ្វារនេះបានយើងត្រូវតែរៀនសភៅធម្មតាទាំងអស់នេះចំនួន10ក្បាលជាមុនសិនហើយខ្ញុំបានចំណាយពេលរយៈពេល3ឆ្នាំឯណោះដើម្បីរៀនសភៅនេះចប់ទាំងអស់ហើយនៅពេលនេះខ្ញុំក៏សូមលាឯងទៅមុនហើយបាយបាយហើយក៏ធ្វើឲ្យចៅយូយើងគ្រឺតវាជាខ្លាំងយូបាននិយាយថាសភៅទាំងអស់នេះធម្មតាខ្ញុំខ្ជិលរៀនខ្លាំងណាស់រៀន10ក្បាលឯណោះពេលហ្នឹងគាត់ក៏បានកោះហៅប្រព័ន្ធមកតែម្ដងដល់ពេលនេះប្រព័ន្ធក៏បានល្អូផងដែរថាតើអ្នកមានការអ្វីទៀតហើយនៅពេលព្រឹកព្រលឹមហ្នឹងចៅយូយើងទាញប្រព័ន្ធមកស្រែកទាំងច្រឡោតតែម្ដងគាត់ក៏បាននិយាយថាតើអ្នកមានពិធីអ្វីទេដែលអាចឲ្យខ្ញុំរៀនសភៅក្បាច់គុណធ
ម្មតាចំនួន10ក្បាលដោយលឿនអស្ចារ្យនោះអូមិនលឿនអស្ចារ្យអីលឿនរហ័សនិយាយខុសរហូតពេលហ្នឹងប្រព័ន្ធក៏បានថាអីគេចង់រៀនសភៅធម្មតាតែមែនទេមិនអាចទេពេលហ្នឹងជាងយើងក៏បានយកប្រព័ន្ធចេញហើយក៏និយាយទាំងបាក់ទឹកចិត្តថាខ្ញុំគិតថាប្រព័ន្ធអាចជួយខ្ញុំបានហើយតែពេលនេះខ្ញុំគិតតែម្នាក់ឯងតែប៉ុណ្ណោះប្រព័ន្ធក៏បានថាតើនរណាថាខ្ញុំមិនអាចធ្វើវាបាននោះខ្ញុំគ្រាន់តែចង់ដឹងថាតើអ្នកហេតុអ្វីបានជាចង់រៀនបច្ចេកទេសសម្រាមទាំងអស់នេះវិញជាងយូក៏មិនស្ដាប់ពាក្យសម្ដីប្រព័ន្ធដែរក៏បានសួរប្រព័ន្ធទៀតថាតើយើងអាចធ្វើអ្វីទៅដើម្បីរៀនវាបានយ៉ាងឆាប់រហ័សប្រព័ន្ធធននឹងជាងយូយើងខ្លាំងមែនតើក៏បានប្រាប់ថាអូយគ្រាន់តែដាក់ដៃលើសៀវភៅទាំងអស់ហ្នឹងទៅវារៀនដោយស្វ័យប្រវត្តិអូតូចូលនឹងខួរក្បាលឯងហើយជាងយូយើងក៏មិនចាំយូរដែរក៏ទៅបើកសៀវភៅក្បាច់គុណមើលចុចយករៀនយកតែម្ដងដែលធ្វើឲ្យគាត់នឹងបានជំនាញក្បាច់គុណជាច្រើនហើយគាត់ក៏សប្បាយចិត្តផងដែរហើយក៏និយាយថាប្រព័ន្ធខ្ញុំពិតជាស្រឡាញ់អ្នកខ្លាំងណាស់ហើយ80ម៉ោងក្រោយមកជាងយូយើងក៏បានដើរទៅកន្លែងមុខច្រកទ្វារជាន់ទី2នឹងផងដែរហើយក៏មានសិស្សពីក្បាលមួយនេះបានមកនិយាយឌឺដងទៅគាត់ដោយថាតើអ្នកចង់រុញទ្វារទៅជាន់ទី2ទៀតមែនទេសឹបឈប់ចំណាយកម្លាំងអ្នកទៀតទៅជាងយូភ្លាមក៏បានបើកទ្វារនឹងតែម្ដងដែលធ្វើឲ្យមានពលឺចែងចាំងជាខ្លាំងសិស្សទាំងពីរនាក់ហ្នឹងឃើញជាងយូយើងបើកទ្វារហើយក៏បានលោតជង្គង់ចុះហើយក៏សួរជាងយូយើងថាតើជាងយូរៀនជំនាញអ្វីទៅហេតុអ្វីបានជារៀនលឿនម្ល៉េះសូមឲ្យជាងយូយើងបានបង្រៀនគាត់ផងជាងយូយើងបានងាកទៅមើលពួកវាហើយក៏បានថាគ្មានអ្វីទេគ្រាន់តែខ្ញុំខ្លាំងតែប៉ុណ្ណោះពីរនាក់ហ្នឹងឃើញជាងយូហើយក៏បានស្ងើចសរសើរជាខ្លាំងផងដែរដែលថាពួកយើងគួរតែយកគំរូតាមគាត់ហើយកាន់មកដល់នៅជាន់ទី2វិញយើងក៏បានឃើញឌីយីនៅទីហ្នឹងផងដែរដែលនាងកំពុងតែចង់បានបច្ចេកទេសមួយនេះដែលជាបច្ចេកទេសខាងវិញ្ញាណប៉ុន្តែនៅកម្រិតខ្ពស់ពេលហ្នឹងនាងក៏បានបរាជ័យហើយក៏មានអបិម្នេះបានមកនិយាយឌឺដងមកនាងផងដែរតែថាហេតុអ្វីបានអ្នកចង់រៀនបច្ចេកទេសកន្ទោបមួយនេះប៉ុន្តែក៏មិនដែរបើនាងចង់បានខ្ញុំនឹងយកវាឲ្យនាងក៏ប៉ុន្តែឌីយីក៏បានដើរចេញពីកន្លែងហ្នឹងដល់និយាយថាពួកកន្ទោបមួយហ្នឹងក៏បានខឹងនាងផងដែរដែលឲ្យនាងលោតជង្គង់ចុះនៅទីនេះផងដែរហើយនៅពេលហ្នឹងគេក៏ចាប់អារម្មណ៍នៅទ្វារជាន់ទី2ហើយចាប់អារម្មណ៍ថាតើអ្នកណាបានមកដល់ជាន់ទី2ដែរហើយដល់ពេលហ្នឹងជាងយូយើងក៏បានលេចវត្តមានមកតែម្ដងហើយពេលហ្នឹងឃើញជាងយូយើងហើយក៏បានថាវាមិនអាចទៅរួចទេគឺជាឯងជាងយូយើងក៏បានឌឺវាតែម្ដងថាចៅហានតែអ្វីក៏អ្នកមិនរំពឹងទុកថាខ្ញុំមិនអាចមកទីនេះអញ្ចឹងគ្រាន់តែបច្ចេកវិទ្យាក្បាច់គុណកតូប10ប៉ុណ្ណោះខ្ញុំគ្រាន់តែរៀនវាតែមួយផ្លែទេចេះអស់ហើយចៅហានក៏បាននិយាយថាវាមិនអាចទៅរួចទេខ្ញុំប្រើរយៈពេល3ឆ្នាំឯណោះដើម្បីរៀនបច្ចេកទេសចំនួន10ក្បាលនេះជាងយូយើងក៏និយាយឌឺថែមទៀតថាហើយខ្ញុំគ្រាន់តែប្រើរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះរៀនចេះអស់ហើយក្រុមពួកអាចៅហានមួយហ្នឹងក៏បានខឹងជាងយូយើងជាខ្លាំងដល់វានិយាយឌឺដងច្រើនពេកចឹងទៅក៏បានស្ទុះទៅវាប្រហារជាងយូយើងក៏ប៉ុន្តែជាងយូយើងមិនឈរទៅលងមូលឲ្យគេវាយស្រួលទេគឺគាត់បានបញ្ចេញស្នាដែលគាត់តាមតែរៀននៅជាន់ទី1នោះផងដែរក៏បានវាប្រហារទៅក្រុមអាចៅហានមួយហ្នឹងធ្វើឲ្យវាបាក់ស្បាតែម្ដងហើយភ្លាមហ្នឹងកញ្ញាឌីយីក៏បានធ្វើដំណើរមកដល់ទីនេះផងដែរនាងក៏បានឃើញជាងយូយើងក៏បានហៅជាងយូយើងឃើញនាងហើយក៏ភ្ញាក់ផ្អើលពេលនោះឌីយីមួយហ្នឹងក៏បានដើរមកកន្លែងជាងយូហើយក៏បានសួរថាតើមានរឿងអ្វីកើតឡើងនោះជាងយូយើងបានប្រាប់នាងថាអំបីមួយហ្នឹងខ្ញុំគ្រាន់តែដើររកសៀវភៅក្បាច់គុណតែប៉ុណ្ណោះតែមិននឹកស្មានថាពួកនេះវាខូចវាចង់លួចវាប្រហារខ្ញុំក៏វាយវាវិញតែម្ដងទៅហើយមើលទៅសិស្សនៅសាលាវិជ្ជាគុណហងវងមួយនេះអប់រំសិស្សមិនបានល្អទាល់តែសោះកញ្ញាឌីយីឮរឿងនេះហើយក៏និយាយថាខ្ញុំក៏គិតដូចបងដែរជាងយូពួកនេះសូម្បីតែសិស្សស្រីក៏មិនលើកលែងដែរគួរឲ្យស្អប់ខ្ពើមណាស់ហើយពីរនាក់ហ្នឹងក៏បានដើរចេញពីទីហ្នឹងដោយសប្បាយរីករាយផងដែរហើយពេលជាងយូនិងឌីយីដើរចេញពីកន្លែងហ្នឹងហើយចៅហានមកហ្នឹងវាក៏បានគុំជាងយូយើងជាខ្លាំងវាក៏បាននិយាយថាថ្ងៃណាមួយវានឹងសងសឹកជាងយូយើងជាមិនខានកាន់មកដល់អ្នកទាំងពីរវិញបានដើរមកដល់កន្លែងមួយដែលសម្បូរទៅដោយសៀវភៅក្បាច់គុណជាច្រើនជាងយូក៏បានសួរទៅឌីយីថាឌីយីខ្ញុំទៅមកជាន់ទី2នេះលើកដំបូងទេខ្ញុំចង់សួរអ្នកថាតើយើងទទួលសៀវភៅក្បាច់គុណនេះបានដោយរបៀបណាទៅបើសៀវភៅក្បាច់គុណទាំងអស់នេះវាមានរនាំងការពារវាហ្នឹងឌីយីក៏បាននិយាយទៅជាងយូយើងវិញថាអូអ្នកទៅតែមកទីនេះលើកដំបូងមែនទេបើអញ្ចឹងខ្ញុំនឹងពន្យល់អ្នកសៀវភៅទាំងអស់នេះវាមានវិញ្ញាណផ្ទាល់ខ្លួនហើយវាក៏រឹងម្ចាស់ផងដែរមិនមែនចេះតែយកទេហើយដើម្បីបានសៀវភៅនេះយើងគួរតែឈរនៅមួយកន្លែងហើយគ្រាន់តែដកដង្ហើមចេញចូលតែប៉ុណ្ណោះសៀវភៅទាំងអស់ហ្នឹងវានឹងមានប្រតិកម្មហើយវានឹងរត់រងម្ចាស់វាជាមិនខានជាងយូយើងស្ដាប់ឮហើយក៏បានយល់ផងដែរគេក៏បានថាខ្ញុំនឹងប្រឹងប្រែងឥឡូវនេះខ្ញុំសូមតែអនុវត្តហើយជាងយូយើងក៏បញ្ចេញថាមពលរបស់គាត់ហើយក៏ប្រឹងធ្វើផង
ដែរហើយនៅពេលហ្នឹងក៏ធ្វើសៀវភៅទាំងអស់នៅក្នុងសាលទី2មួយនេះវាមានប្រតិកម្មទាំងអស់ហើយអាចោហានម្នាក់វាកំពុងតែដើរសុកក៏មានជញ្ជួយដីជាខ្លាំងហើយនៅភ្លាមហ្នឹងផងដែរសៀវភៅក្បាច់គុណនឹងខ្លួនរបស់វាក៏បានហោះមករកកន្លែងជាងយូរយើងឌីយីឃើញរឿងទាំងអស់នេះហើយពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននាងបាននិយាយថាតើវាអាចទៅរួចដោយរបៀបណាគាត់គ្រាន់តែឈរដកដង្ហើមបន្តិចតែប៉ុណ្ណោះធ្វើឲ្យសៀវភៅក្នុងសារទាំងមួយនេះបានជ្រើសរើសយកគាត់ជាងយូរយើងឃើញសៀវភៅទាំងអស់បានហោះមករកគាត់ហើយគាត់ក៏បានឆ្ងល់ផងដែរគាត់ក៏បានថាមិនក៏សៀវភៅទាំងអស់នេះមករកគាត់ទៅវិញសៀវភៅមួយនេះវាមិនមែន fake ទេមែនទេជាងយូរយើងក៏បានឆ្ងល់ពីរឿងនេះផងដែរប៉ុន្តែគាត់មិនខ្វល់ទេចំណែកឯឌីយីមួយនេះក៏បានឃើញជំនាញរបស់នាងដែលនាងកំពុងតែត្រូវការគឺជាជំនាញភ្លើងយ៉ាងយូរយើងឃើញនាងចង់បានអាចជំនាញមួយនេះហើយក៏បានថាខ្ញុំនឹងឲ្យវាទៅអ្នកយ៉ាងយូរក៏បានឲ្យជំនាញមួយនេះទៅនាងផងដែរដោយនាងពិតជាអរគុណជាងយូរយើងជាខ្លាំងហើយនៅពេលហ្នឹងជាងយូរយើងក៏បានគិតក្នុងចិត្តថាតើនៅសារមួយនេះមិនមានបច្ចេកទេសកម្រិតស៊ាន់ទេខ្ញុំចង់បានបច្ចេកទេសកម្រិតស៊ាន់ហើយនៅពេលហ្នឹងផងដែរគាត់ក៏បានឃើញបច្ចេកទេសមួយដែលនៅកម្រិតស៊ាន់ទាបគាត់ក៏បានចាប់វាយកមកមើលហើយនៅភ្លាមអាចៅហានវាក៏បានមកដល់ទីនេះផងដែរស្រែកឲ្យជាងយូរយើងថាឆាប់ដកដៃចេញពីបច្ចេកទេសនាងភ្លាមទៅវាគឺជារបស់គេទេជប់អ្នកគ្នាកុំទន្ទនាខ្ញុំសូមឲ្យអ្នកគ្នាជួយ join ក្រុម Telegram ខ្ញុំម្នាក់មួយផងនៅក្រោមវីដេអូហ្នឹងហើយបើមានអ្នកចង់នរណាជួយឧបត្ថម្ភកាត admin អីអាចជួយបានព្រោះឥឡូវដាច់លុយចាយគ្នាយើងហើយពិតជាពិបាកវេទនាខ្លាំងមែនតើឈឺហងអីហើយខ្ញុំក៏មានតែប៉ុណ្្នឹងផងដែរកុំភ្លេច join ក្រុម Telegram ខ្ញុំម្នាក់មួយប៉ុណ្ណាដើម្បីទទួលបានព័ត៌មានថ្មីហើយក៏មានតែប៉ុណ្្នឹងផងដែរបាយ